ហើយបាទឯកសណ្ឋានម្យ៉ាងម្នាក់ទេបាទសម្រាប់ទូកនេះបាទគឺល្អល្អណាស់បាទគឺឯកសណ្ឋានខ្សែទឹកខាងក្នុងបាទគឺសុវណ្ណរាជសីបារមីបន្ទាយមហានគរបាទទូកទទួលបានការឧបត្ថម្ភពីអេដាមកែកុំយ៉ានបាទមកពីមង្គលបរិយឯណោះបាទស្រុកមង្គលបរិយបាទបន្ទាយមានជ័យឯកសណ្ឋានពណ៌លឿងខ្សែទឹកខាងក្រៅព្រះវិហារសែនជ័យបារមីលោកតាឌីដែលមកពីព្រះវិហារទទួលបានការឧបត្ថម្ភពីអេដាមមានសុភានលោកជំទាវបាទឈរបរិយសុវណ្ណនិងលោកជំទាវបាទឥឡូវនេះមានព្រៀបបន្តិចបន្តួចទេព្រះវិហារសែនជ័យបារមីលោកតាឌីបន្តិចបន្តួចទេបាទបន្តិចបន្តួចទេអាចថាខ្សែទឹកខាងក្នុងអាចមកលេងគ្នាលេងគ្នាពាក់កណ្ដាលចាប់ពីកងពាន់ទី2នេះក៏ថាបានដែរបាទចាគង់តម្លើងបន្តិចទេតម្លើងលបឿនបន្តិចវិញហើយអាចមកលេងគ្នាជាដល់ទីព្រាត់តែវារៀងឆ្ងាយបន្តិចដែរបាទដកបានតែបើចាញ់ហ្នឹងក៏ចាញ់តិចតួចដែរចាញ់តិចអាចនឹងចាញ់តិចតួចបាទនេះឡើងហើយបាទយ៉ាងម៉េចតន់ឬមិនតន់អត់តន់ទេចាខ្សែទឹកខាងក្រៅហើយ